បើសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានឆ្នាំងសារប្រភេទឆ្នាំង Samsung ហើយខ្ញុំក៏មានលក់ផងដែរប៉ុន្តែខ្ញុំមកសូមធ្វើការរៀបរាប់អំពីថាបញ្ចូលនៃឆ្នាំងសារនេះហើយឆ្នាំងសារនេះគឺជាប្រភេទដូចធំដែលប្រើសម្រាប់ផ្នែកខាងអឺរ៉ុបអញ្ចឹងឆ្នាំងសារនេះយើងចំណាំវាមានពីរប្រភេទបើសិនជាកន្លែងដោតហ្នឹងស្ប៉ែតអានោះសម្រាប់ប៉ាស៊ីបើសិនជាកន្លែងដោតហ្នឹងមានមូលជើងមូលអញ្ចឹងប្រភេទអឺរ៉ុបដែលគេផលិតឡើងសម្រាប់តំបន់អឺរ៉ុបហើយឆ្នាំងសារនេះវាមានទៅខាងមុខដែលបង្ហាញអំពីព័ត៌មានលម្អិតអំពីឆ្នាំងសារនេះហើយវាជាប្រភេទ Mac Samsung Travel Adapter EPTA 8845អញ្ចឹងទិន្នន័យបញ្ចូលរបស់វាអាចប្រើភ្លើងពី 100V ទៅដល់ 240V Frequency 50 ទៅ 60Hz 2.1.2 Ampere ហើយបង្ហាញថាឆ្នាំងសារនេះអាចប្រើបានចរន្តអគ្គិសនីទូទៅទូទាំងពិភពលោកហើយសម្រាប់ការចេញប្រមាណ V 5.3V 3 Ampere 9.9V 3 Ampere រហូតដល់ 20V 2.25 Ampere រកព័ត៌មានរបស់នេះខ្ញុំនឹងដាក់នៅលើអេក្រង់បន្ថែមហើយនឹងអាស័យដ្ឋានរួមនឹងក្រុមហ៊ុនដើមរបស់វាហើយចំណុចសំខាន់គឺវាទទួលបានបច្ចេកវិទ្យាសាកលឿនគ្រប់គ្រងទៅដោយ PDS បើន័យថាជាប្រភេទ Type C វាអាចប្រើបានជាមួយឧបករណ៍ Samsung ផ្សេងដទៃទៀតដែលគ្រប់គ្រងបច្ចេកវិទ្យាសាកលឿន PD និង PPS និមិត្តសញ្ញារបស់ឆ្នាំងសារនេះគឺវាប្រភេទស្តង់ដារសុវត្ថិភាពបើន័យថាសាកទៅវាមិនកាត់បន្ថយភាពឡើងកម្ដៅវាមិនអាចធ្វើឲ្យឧបករណ៍ឬទូរស័ព្ទរបស់យើងឆាប់ខូចថ្មជាដើមអញ្ចឹងព័ត៌មានលម្អិតដែលខ្ញុំរៀបរាប់នេះគឺប្រព័ន្ធសំខាន់គឺមានតែប៉ុណ្្នឹងទេអញ្ចឹងបើសិនបងប្អូនត្រូវការទិញឆ្នាំងសារ Original Samsung គឺខ្ញុំមានអញ្ចឹងអាចតទៅខ្ញុំបានតម្លៃខ្ញុំអាប់ដេតនៅលើអេក្រង់វីដេអូឬក៏ចំណងជើង